ពុកម៉ែបងប្អូនជាទីគោរពរាប់អានភាគីថៃនាពេលនេះគឺកំពុងតែព្រួយបារម្ភខ្លាំងមែនទែនឬអាចនិយាយបានថាថៃកំពុងតែដេកភ័យក្រោយពេលដែលកម្ពុជាបង្ហាញជំហររឹងមាំនៅតែបង្ហាញជំហរប្តឹងទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេលើសំណុំរឿងតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីជាដើមនៅតែបន្តចំណាត់ការប្តឹងទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេដដែលការដែលបង្ហាញនៅជំហររឹងមាំបែបនេះហើយទើបធ្វើឲ្យភាគីថៃមានការព្រួយបារម្ភខ្លាំងភ័យខ្លាំងបាទរហូតធ្វើឲ្យថៃបានគម្រាមមកកាន់កម្ពុជាជាបន្តបន្ទាប់តាមរយៈការបិទនៅច្រកព្រំដែននានាតាមរយៈការគម្រាមកាត់ផ្ដាច់នៅចរន្តអគ្គិសនីជាដើមដើម្បីដាក់បន្ទុកឲ្យកម្ពុជាថាកម្ពុជាមិនត្រូវប្តឹងទៅកាន់តុលាការអន្តរជាតិនោះទេពីព្រោះយើងដឹងហើយប្រសិនបើកម្ពុជាប្តឹងទៅអន្តរជាតិប្តឹងទៅឡាអេឬទៅកាន់ ICJ ថៃគឺច្បាស់ណាស់ដឹងខ្លួនថានឹងចាញ់ក្តីកម្ពុជា 100% គ្មានឯកសារច្បាស់លាស់គ្មានភស្តុតាងត្រឹមត្រូវផែនទីដែលខ្លួនមានគឺគូសដោយឯកតោភាគីសុទ្ធសាធដូច្នេះវាគ្មានអ្វីដែលត្រូវតតាំងជាមួយកម្ពុជានៅលើឆាកអន្តរជាតិនោះទេដឹងខ្លួនច្បាស់ថានឹងចាញ់ក្តីជាមួយកម្ពុជាដែលជាហេតុធ្វើឲ្យថៃចាប់ផ្ដើមគម្រាមនិងចាប់ផ្ដើមដាក់បន្ទុកមកកម្ពុជាក៏ប៉ុន្តែយើងសួរថាការដែលដាក់បន្ទុកនោះតើទម្ងន់ធ្លាក់ទៅលើអ្នកណាយើងមើលឃើញហើយទម្ងន់ដែលធ្លាក់នោះគឺធ្លាក់ទៅលើភាគីថៃខ្លួនឯងជាអ្នកទទួលត្រូវរ៉ាប់ត្រូវរងទាំងអស់ចំពោះប្រជាជនជាស្ដែងយើងឃើញហើយការបិទព្រំដែនការបិទនៅច្រកព្រំដែនមួយចំនួនថាតើអ្នកណាជាអ្នកប៉ះពាល់ខ្លាំងជាងគេកម្ពុជាជាអ្នកប៉ះពាល់ខ្លាំងឬក៏ថៃជាអ្នកប៉ះពាល់ខ្លាំងពិតណាស់ដោយដែលយើងបានឃើញហើយនៅបទវិភាគជាច្រើនរបស់បងប្អូនអ្នកសារព័ត៌មានបទវិភាគជាច្រើនរបស់អ្នកជំនាញក៏ដូចជាការលើកឡើងច្បាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជាដើមលោកបានលើកឡើងតាក់ទងទៅនឹងទំហំពាណិជ្ជកម្មនៃការនាំចូលរបស់ភាគីថៃមកកាន់កម្ពុជាការនាំចូលរបស់កម្ពុជាទៅកាន់ទីផ្សារថៃវាមានទំហំខុសគ្នាខ្លាំងពោលគឺបើតាមទូរលេខពាណិជ្ជកម្មកាលពីឆ្នាំ2024កន្លងទៅបានបញ្ជាក់ច្បាស់ណាស់ថាទំហំពាណិជ្ជកម្មដែលកម្ពុជានាំចូលទៅកាន់ទឹកដីថៃគឺមានត្រឹមតែ 1.1 ពាន់លានដុល្លារតែប៉ុណ្ណោះបាទចំណែកឯភាគីថៃវិញរាល់ទំនិញពាណិជ្ជកម្មដែលនាំចូលមកកាន់កម្ពុជាក្នុងទំហំទឹកប្រាក់រហូតទៅដល់5.2 ពាន់លានដុល្លារដូច្នេះវាមានទំហំធំធេងជាកម្ពុជាឆ្ងាយអាចនិយាយបានថាលើសកម្ពុជារហូតទៅដល់ 4.1 ពាន់លានដុល្លារឯណោះដូច្នេះការខាតបង់របស់ថៃគឺច្រើនជាងកម្ពុជាទ្វេដងបើប្រៀបធៀបទៅនឹងកម្ពុជាហើយនៅក្នុងរដូវកាលនេះទៀតនៅក្នុងខែ6នេះទៀតវាក៏ជាពេលវេលានៃការបង្កបង្កើនផលប្រទេសថៃនាំចូលមកកាន់កម្ពុជាច្រើនមែនទែនហើយកម្ពុជាគឺមិនសូវនាំចូលទៅកាន់ទឹកដីថៃទេនៅក្នុងខែ6នេះត្រង់ចំណុចនេះហើយនៅពេលដែលថៃប្រកាសបិទព្រំដែនជាឯកតោភាគីភ្លាមនៅតាមច្រកព្រំដែនសំខាន់វាធ្វើឲ្យប្រជាជនថៃក្នុងចំនួនដ៏សម្បើមមិនពេញចិត្តទៅនឹងគោលនយោបាយនេះក្រោកបាតកម្មជាបន្តបន្ទាប់យើងឃើញហើយនៅវីដេអូផ្សព្វផ្សាយប្រងព្រាតនៅលើបណ្ដាញសង្គមនៅឯប្រទេសថៃថាប្រជាជនថៃក្រោកបាតកម្មបែបណានៅពីមុខអគាររបស់រាជរដ្ឋាភិបាលនៅពីមុខអគាររបស់មន្ត្រីសំខាន់នានាតាមរយៈការដែលដឹកនៅទំនិញមានន័យថាដឹកនៅបន្លែផ្លែឈើដឹកនៅត្រីសាច់ជាដើមដឹកនៅស្វាយឬក៏ទំនិញនានាមកកោចោលនៅខាងមុខអគាររបស់រាជរដ្ឋាភិបាលឲ្យបានឃើញតែម្ដងថាពួកគេមិនពេញចិត្តទៅនឹងចំណាត់ការគោលនយោបាយជាឯកតោភាគីបិទព្រំដែនបែបនេះទេវាធ្វើឲ្យថៃខាតបង់ខ្លាំងមែនទែនក្នុងទំហំទឹកប្រាក់មិនក្រោមរាប់រយលានដុល្លារទេដែលចំណុចនេះហើយយើងមើលឃើញថាគោលនយោបាយថៃដែលចង់សង្កត់កកម្ពុជាបែរជាលៀនអណ្ដាតខ្លួនឯងទៅវិញនេះចំណុចទី1ការគម្រាមទី1ការគម្រាមទី2យើងឃើញហើយថាថៃបានគម្រាមកម្ពុជាថានឹងកាត់ផ្ដាច់ចរន្តអគ្គិសនីនៅតាមបន្ទាត់ព្រំដែនជាដើមសួរថាការគម្រាមនេះវាជះឥទ្ធិពលសម្រាប់កម្ពុជាកម្រិតណាគឺគ្មានទេបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលឯកឧត្តមកែវរតនៈដោយដែលលោកអ្នកប្រហែលជាបានឮហើយនៅប្រសាសន៍របស់ឯកឧត្តមថ្លែងច្បាស់
ពាក់ព័ន្ធទៅនឹងការគម្រាមរបស់ថៃដែលចង់ផ្ដាច់អចរន្តអគ្គិសនីនៅតាមបន្ទាត់ព្រំដែនដោយភាគីថៃបានគម្រាមមកកាន់កម្ពុជាថាប្រសិនណាបើកម្ពុជានៅតែបន្តចង់ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិនោះភាគីថៃនឹងផ្ដាច់ចរន្តអគ្គិសនីនៅតាមបន្ទាត់ព្រំដែនក៏ប៉ុន្តែក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងរាយធម្មពលយើងលោកតបទៅវិញយ៉ាងចាស់ដៃក៏ប៉ុន្តែក្នុងន័យឲ្យយល់យ៉ាងដូចម្ដេចដោយលោកបានលើកឡើងថានាពេលនេះបាទនាវេលានេះម៉ោងនេះកម្ពុជាគឺមានភ្លើងប្រើប្រាស់គ្រប់គ្រាន់មានធម្មពលចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់មានន័យថាប្រសិនបើថៃហ៊ានតែផ្ដាច់ចរន្តអគ្គិសនីនៅតាមបណ្ដោយបន្ទាត់ព្រំដែនផ្ដាច់ចរន្តអគ្គិសនីផ្ដាច់ទឹកក្តីផ្ដាច់ភ្លើងក្តីវាគឺមិនពិបាកទេគ្រាន់តែកម្ពុជាបដូរពីចរន្តអគ្គិសនីថៃទៅភ្ជាប់ចរន្តអគ្គិសនីកម្ពុជាវាជាការស្រេចបាទវាគ្មានអ្វីដែលពិបាកនោះទេកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់យើងដឹងហើយថារាជរដ្ឋាភិបាលកម្ពុជាយើងអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនលោកបានជំនះខ្លាំងណាស់ទៅលើការកសាងនៅបណ្ដាញអគ្គិសនីនេះបាទអគ្គិសនីនេះគឺមានសារៈសំខាន់ខ្លាំងក្នុងការដែលទប់ស្កាត់ហានិភ័យក្នុងការដែលទប់ស្កាត់ការគំរាមកំហែងណាមួយជាយថាហេតុជាក់ស្ដែងយើងមើលឃើញហើយចក្ខុវិស័យរបស់សម្ដេចគឺមិនខុសទេថៃបានគំរាមកំហែងមកកាន់កម្ពុជាពិតមែនក៏ប៉ុន្តែវាមិនមានផ្លូវវាមិនអាចធ្វើឲ្យកម្ពុជាអស់ផ្លូវនោះទេយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការដែលតភ្ជាប់ចរន្តអគ្គិសនីជូនបងប្អូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនរួចជាស្រេចដូច្នេះវាគ្មានអ្វីដែលត្រូវប៉ះពាល់វាគ្មានអ្វីដែលត្រូវរំខានរមាស់សម្រាប់កម្ពុជានោះទេលើការគម្រាមកំហែងបិទច្រកព្រំដែនក្តីលើការគម្រាមកំហែងកាត់ផ្ដាច់ចរន្តអគ្គិសនីក្តីនេះគឺជាចំណុចដែលថៃព្យាយាមបាទចង់ដាក់បន្ទុកឲ្យកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមិនដាក់ពាក្យប្តឹងបដូរនៅគោលការណ៍មិនប្តឹងទៅកាន់ ICJ ក៏ប៉ុន្តែវាមិនអាចទេបាទដោយសារតែបញ្ហារ៉ាំរ៉ៃនៅតាមបន្ទាត់ព្រំដែនគឺត្រូវតែធ្វើឲ្យដាច់ស្រេចបាទដោយដែលយើងឃើញហើយថាការជំនះរបស់ថ្នាក់ដឹកនាំកម្ពុជាការជំនះរបស់សម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតគឺខ្លាំងក្លាណាស់ហើយឆន្ទៈរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសយើងឃើញហើយទាំងក្នុងប្រទេសទាំងក្រៅប្រទេសគាំទ្រភ្លុកទឹកភ្លុកដីក្រោយពេលដែលឮថាកម្ពុជាសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតយកចំនួនព្រំដែនបាទនៅតំបន់មុំ3នៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេគឺមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរសម្ដែងឆន្ទៈគាំទ្រយ៉ាងពេញទំហឹងពីព្រោះយើងឃើញហើយបាទថាជ័យជំនះគឺនឹងធ្លាក់លើកម្ពុជា 100% កម្ពុជាមានឯកសារគ្រប់គ្រាន់កម្ពុជាមានភស្តុតាងគ្រប់គ្រាន់មានផែនទីត្រឹមត្រូវដែលបន្សល់ទុកក្រោយសម័យអាណានិគមបារាំងកម្ពុជាមានផែនទីច្បាស់លាស់បន្ទាត់ព្រំដែនច្បាស់លាស់ដូច្នេះថៃគ្មានទេមានត្រឹមតែផែនទីជាឯកតោភាគីដែលគូសដោយខ្លួនឯងតែប៉ុណ្ណោះវាគ្មានអ្វីដែលត្រូវឈ្នះកម្ពុជានៅលើឆាកអន្តរជាតិនោះឡើយដូច្នេះហើយបានជាថៃភ័យខ្លាចបានជាថៃព្រួយបារម្ភបាទក្រោយពេលដែលដឹងថាជំហររបស់កម្ពុជានៅតែមិនផ្លាស់ប្ដូរនៅតែរឹងមាំដដែលនោះចំណុចនេះហើយបានខ្ញុំលើកឡើងថាថៃកំពុងតែដេកភ័យថៃកំពុងតែព្រួយបារម្ភខ្លាំងមិនថានាយករដ្ឋមន្ត្រីថៃអ្នកស្រីផែថងឋានស៊ីនវត្រាមិនថាបកប្រឆាំងថៃមិនថាខាងរាជវាំងទេកំពុងតែមានការព្រួយបារម្ភភ័យខ្លាចបាទពីព្រោះថានយោបាយនេះក្រឡាដែលដើរនេះគឺចាប់ផ្ដើមចាញ់កម្ពុជាគ្រប់យ៉ាងទាំងអស់បាទមិនមានអ្វីដែលថាអាចឈ្នះលើកម្ពុជានោះទេត្រង់ចំណុចនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាលោកមិនបដូរជំហរនោះទេក្នុងការយកសំណុំរឿងមួយនេះទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេក៏ប៉ុន្តែយើងសួរថាប្រសិនបើថៃមិនចូលទៅកាន់តុលាការអន្តរជាតិដើម្បីដោះស្រាយវាក៏ជារឿងដែលប្រសើរដែរសម្រាប់កម្ពុជាហើយប្រសិនណាបើថៃមិនទទួលស្គាល់នៅយុត្តាធិការរបស់តុលាការក្រុងឡាអេទៀតវារឹតតែប្រសើរសម្រាប់កម្ពុជាទៅទៀតមានន័យថាម៉េចអ្នកណាជាអ្នកខាតបង់គឺថៃខាតបង់គ្រប់យ៉ាងទាំងអស់បើយើងនិយាយសម្រាប់ជំហរនៅលើឆាកអន្តរជាតិប្រសិនណាបើសេចក្តីសម្រេចជាឯកច្ឆន្ទរបស់តុលាការអន្តរជាតិសម្រេចថាកម្ពុជាឈ្នះក្តីហើយថៃមិនទទួលស្គាល់យើងសួរថាតើមុខមាត់របស់ប្រទេសថៃដែលជាប្រទេសស៊ីវិល័យមួយដែលជាប្រទេសដែលរីកចម្រើនសួរថាមុខមាត់ទុកនៅត្រង់ណានៅលើឆាកអន្តរជាតិ
ក្នុងនាមថៃក៏ជាសមាជិករបស់ ICJ ក្នុងនាមថៃក៏ជាសមាជិករបស់អង្គការសហប្រជាជាតិនៅពេលដែលមិនទទួលស្គាល់នៅសេចក្តីសម្រេចដោយយុត្តិធម៌របស់តុលាការឬក៏មិនទទួលស្គាល់នៅយុត្តាធិការរបស់តុលាការសួរថាថៃមានមុខមាត់ឯណាទៅប្រឈមមុខជាមួយនឹងអន្តរជាតិបាទវាគឺពិបាកណាស់ដែលត្រូវប្រឈមមុខទៅនឹងតុលាការអន្តរជាតិដែលត្រូវប្រឈមមុខជាមួយនឹងបណ្ដាប្រទេសជាសមាជិករបស់តុលាការអន្តរជាតិ ICJ ដែលត្រូវប្រឈមមុខក្តៅជាមួយនឹងអង្គការសហប្រជាជាតិទៅទៀតចំណុចនេះហើយដែលយើងមើលឃើញថាថៃចាញ់ប្រៀបកម្ពុជាគ្រប់យ៉ាងដឹងខ្លួនថាចាញ់ប្រៀបហើយទើបរៀបរៀងបាទទើបបញ្ចង់ឲ្យកម្ពុជាដាក់បណ្ដឹងទៅកាន់ ICJ នោះឯងនេះគឺជាចំណុចទី2ចំណុចទី3គឺតាក់ទងទៅនឹងក្រមប្រឆាំងជ្រុលនិយមនៅឯក្រៅប្រទេសដោយដែលពុកម៉ែបងប្អូនបានឃើញហើយថាក្រមជ្រុលនិយមនៅឯក្រៅប្រទេសអគតិបែបណាខ្លះបាទសម្រាប់រដ្ឋាភិបាលកម្ពុជាសម្រាប់កងទ័ពកម្ពុជាដែលលោកឈរជើងនៅតាមបន្ទាត់ព្រំដែនបូជាគ្រប់យ៉ាងទាំងកម្លាំងកាយទាំងកម្លាំងចិត្តហ៊ានពលីទៀងទាំងជីវិតទៅទៀតសួរថាតើបបហេតុនៃការលះបង់ទាំងនោះក្រមប្រឆាំងមើលឃើញទេមិនមើលឃើញហើយថែមទាំងបង្កើតព័ត៌មានបំពុលបំប៉ោងបង្កើតការបែកបាក់បង្កើតព័ត៌មានប្រេះឆាសម្រាប់វិរៈកងទ័ពជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបង្កើតនៅព័ត៌មានคล้ายៗយើងឃើញហើយការបង្កើតព័ត៌មានបែបណាក្រមប្រឆាំងនៅឯក្រៅនោះគឺសហការជាមួយនឹងក្រមប្រឆាំងថៃបានធ្វើវីដេអូជាកងទ័ពក្តីការបង្កើតនៅព័ត៌មានផ្សេងដែលមិនពិតក្តីបាទក្នុងន័យដើម្បីធ្វើយ៉ាងណាបំបាក់ស្មារតីរបស់កងទ័ពក្នុងន័យធ្វើយ៉ាងណាដើម្បីចំអែចំអន់ចំអកលក់លើយមកកាន់ភាគីកម្ពុជាដែលចំណុចនេះត្រូវបានប្រមុខថ្នាក់ដឹកនាំកម្ពុជាគឺមានការខឹងសម្បាខ្លាំងដែរយើងដឹងហើយថារហូតសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានបញ្ចេញសារសរសេររៀបរាប់ថាជាជនក្បត់ជាតិទៅទៀតបាទត្រឹមត្រូវហើយដែលការលើកឡើងបែបនេះក្នុងពេលដែលជាតិកំពុងតែមានទុក្ខក្នុងពេលដែលជាតិកំពុងតែត្រូវការកម្លាំងសាមគ្គីគ្នារួបរวมគ្នាជាធ្លុងក៏ប៉ុន្តែពួកនេះមិនមានស្មារតីជាតិនិយមសូម្បីតែបន្តិចមិនបានចុកមិនបានចែវហើយថែមទាំងចង់បំផ្លាញទៅទៀតចំណុចនេះហើយដែលខ្ញុំតែងតែលើកឡើងថាស្មារតីប្រឆាំងនៅក្នុងប្រទេសកម្ពុជាយើងបកប្រឆាំងជ្រុលនិយមដែលនៅឯក្រៅស្រុកគឺវាអភ័ព្វខ្លាំងណាស់សម្រាប់កម្ពុជាយើងដែលមានក្រុមប្រឆាំងជ្រុលនិយមបែបនេះស្រុកគេប្រឆាំងឲ្យជាតិគេរីកចម្រើនប្រឆាំងឲ្យប្រទេសគេរីកចម្រើនគៀងគោអ្នកវិនិយោគិនមកបណ្ដាក់ទុនឲ្យប្រទេសគេរីកចម្រើនវាខុសអីអភ័ព្វអីតែកម្ពុជាមានបកប្រឆាំងមានក្រុមប្រឆាំងជ្រុលនិយមបែរជាចង់បំផ្លាញកម្ពុជាបែរជាចង់ធ្វើឲ្យជាតិខ្លួនឯងអន្តរាយព្រោះតែមហិច្ឆតាដ៏កក្លឿនខ្មៅងងឹតរបស់ខ្លួនទៅវិញចំណុចនេះហើយខ្ញុំតែងតែលើកឡើងជារឿយថាបកប្រឆាំងតែងតែយកបញ្ហាព្រំដែនបាទថាបកប្រឆាំងតែងតែបង្កើតនៅព័ត៌មានមិនពិតធ្វើយ៉ាងណារុញសភាពការចង់ឲ្យកើតមានសង្គ្រាមផ្ទៃក្នុងផងចង់ឲ្យផ្ទុះសង្គ្រាមជាមួយបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តនៅតាមបន្ទាត់ព្រំដែនផងដូច្នេះយើងឃើញច្បាស់ហើយនៅវេលានេះបាទនៅម៉ោងនេះថាឈាមរបស់បកប្រឆាំងគឺមាននិន្នាការអាក្រក់បែបណាបាទយើងមិនចាំបាច់ប្រើពាក្យអាក្រក់លក់លើយទៅកាន់ពួកគេទេក៏ប៉ុន្តែប្រជាជនខ្មែរមកទល់នឹងម៉ោងនេះបានផ្ញើសារបានសរសេរសារប្រងព្រាតនៅពាក្យពេចន៍ដែលពួកគាត់បាននិយាយទៅកាន់ពួកប្រឆាំងទាំងនោះហើយបាទក្រោយពេលដែលពួកគេសរសេរសារចាក់រុកអុចអាលឆ្កឹះឆ្កៀលនានានឹងបង្កើតជាព័ត៌មានមិនពិតបំបាក់ស្មារតីកងទ័ពជាដើមត្រង់ចំណុចនេះបាទយើងមើលឃើញថាវាច្បាស់ហើយក្រោយពេលដែលពួកគេលើកឡើងថានាពេលនេះរាជរដ្ឋាភិបាលគឺមិនបានប្តឹងទៅកាន់ ICJ ក៏ប៉ុន្តែនៅថ្ងៃម្សិលមិញនេះវាភ្លឺភ្នែកហើយដោយសារតែប្រមុខរាជរដ្ឋាភិបាលលោកបានបញ្ចេញហើយបាទនៅរបាយការណ៍នៅឯកសារច្បាស់លាស់លើការរៀបចំរបៀបវិរៈដើម្បីប្តឹងទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេតាមរយៈការរៀបចំស្ដីពីការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការអន្តរជាតិករណីតំបន់មុំ3ករណីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីឯកសារនៃថ្ងៃម្សិលមិញនេះច្បាស់ហើយជាសារមួយដែលទះកំភ្លៀងទៅកាន់ពួកប្រឆាំងជ្រុលនិយមផងដែរអ្វីដែលគួរឲ្យកត់សម្គាល់មួយចំណុចទៀតបាទពុកម៉ែបងប្អូនតាក់ទងទៅនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងសម្ដេចធិបតីដែលលោកបានបំពេញបេសកកម្មទៅកាន់ប្រទេសបារាំងបាទតាក់ទងទៅនឹងកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រ
វាជាមោទនភាពខ្លាំងមែនទែនសម្រាប់កម្ពុជាយើងបាទក្រោយពេលដែលយើងបានឃើញវត្តមានរបស់សម្ដេចធិបតីបានជួបជាមួយនឹងប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានទទួលស្វាគមន៍សម្ដេចធិបតីនិងគណៈប្រតិភូយ៉ាងរុះរាយរាក់ទាក់យ៉ាងកក់ក្ដៅខ្លាំងមែនទែនផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកធំធេងមែនទែនបាទក្នុងនាមកម្ពុជាបារាំងចំណុចដ៏គួរឲ្យកត់សម្គាល់បន្ថែមលោកអេម៉ានូអែលម៉ាក្រុងនេះគឺបានកោតសរសើរកម្ពុជាខ្លាំងមែនទែនកោតសរសើរការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតកោតសរសើរទៅលើវីរភាពបាទរបស់មន្ត្រីស៊ីម៉ាក់កម្ពុជាថាពិភពលោកទទួលស្គាល់កម្ពុជាលេខ1បាទលើការដោះមាននៅលើពិភពលោកកម្ពុជាមានបទពិសោធន៍ធំធេងដោយប្រធានាធិបតីបារាំងលោកបានប្រកាសបែបនេះតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេលោកម៉ាក្រុងក៏បានលើកឡើងថាលោកគាំទ្រជានិច្ចបាទសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅឆ្នាំ2026ខាងមុខនេះគឺកិច្ចប្រជុំ Francophonie លើកទី20បាទលោកម៉ាក្រុងគឺសម្ដែងការគាំទ្រការរៀបចំនៅកិច្ចប្រជុំនេះលោកបានលើកឡើងថានឹងចាត់តាំងមន្ត្រីបាទឲ្យមកចូលរួមនៅក្នុងកិច្ចប្រជុំរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះបាទនៅក្នុងឆ្នាំ2026នេះអ្វីដែលគួរឲ្យកត់សម្គាល់ការជួបគ្នារវាងសម្ដេចធិបតីហ៊ុនម៉ាណែតជាមួយប្រធានាធិបតីបារាំងនេះវាជាសារមួយបញ្ជាក់យ៉ាងច្បាស់បាទនៅមុខមាត់កម្ពុជាជាសារមួយបញ្ជាក់យ៉ាងច្បាស់នៅទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជាបារាំងបាទការរឹតបន្តឹងចំណងសាមគ្គីភាពរវាងកម្ពុជាបារាំងគឺចាប់ផ្ដើមកើតមានឡើងកាន់តែខ្លាំងក្រោយពេលដែលជំនួបដ៏មានសារៈសំខាន់រវាងសម្ដេចធិបតីហ៊ុនម៉ាណែតជាមួយនឹងប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងនេះបាទជាក់ស្ដែងខ្លឹមសារនៅក្នុងការប្រជុំជួបគ្នានេះគឺមានច្រើនមែនទែនបាទតាក់ទងទៅនឹងការរឹតបន្តឹងចំណងមិត្តភាពឲ្យកាន់តែរឹងមាំរវាងបារាំងនិងកម្ពុជាតាក់ទងទៅនឹងការរឹតបន្តឹងទំហំពាណិជ្ជកម្មរវាងបារាំងនិងកម្ពុជាតាក់ទងទៅនឹងប្រធានាធិបតីបារាំងគាំទ្រនៅវិស័យការពារជាតិដ៏មានសារៈសំខាន់របស់កម្ពុជាតាក់ទងទៅនឹងលោកម៉ាក្រុងគាំទ្រនៅផែនទីបង្ហាញផ្លូវដើម្បីឈានឆ្ពោះបាទទៅកាន់ទំនាក់ទំនងកម្ពុជាបារាំងក្នុងយុទ្ធសាស្ត្រស្នូលដ៏សំខាន់នៃប្រទេសទាំងពីរចំណុចនេះហើយបានជាយើងមើលឃើញថាការដែលជួបគ្នារវាងសម្ដេចធិបតីហ៊ុនម៉ាណែតបាទជាមួយនឹងលោកម៉ាក្រុងនេះវាក៏ជាសារមួយផ្ញើទៅកាន់បកប្រឆាំងវាក៏ជាសារមួយផ្ញើទៅកាន់ក្រមប្រឆាំងជ្រុលនិយមបាទដែលនៅឯក្រៅប្រទេសព្យាយាមបំបាក់មុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរក៏ប៉ុន្តែនាពេលនេះគឺឃើញច្បាស់ហើយថាកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិកម្ពុជារក្សាទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានាទាំងអស់នៅជុំវិញពិភពលោកមិនថាប្រទេសមហាអំណាចសេដ្ឋកិច្ចមិនថាប្រទេសមហាអំណាចនុយក្លេអ៊ែរឬក៏បណ្ដាប្រទេសដែលមានការរីកចម្រើនលូតលាស់កម្រិតណាទេទំនាក់ទំនងកម្ពុជាទៅកាន់បណ្ដាប្រទេសទាំងនោះនៅតែតភ្ជាប់ជានិច្ចនៅតែល្អប្រសើរជានិច្ចអ្វីដែលគួរឲ្យកត់សម្គាល់នោះប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងឆ្នាំ2026ដ៏ខ្លីខាងមុខនេះទៅទៀតដូច្នេះបាទវាគឺជាមុខមាត់ធំធេងខ្លាំងមែនទែនសម្រាប់កម្ពុជាដែលបង្ហាញទៅលើឆាកអន្តរជាតិសម្រាប់កម្ពុជាបាទដែលបង្ហាញទៅបច្ចាមិត្តឲ្យបានឃើញថាកម្ពុជានាពេលនេះគឺមានកម្លាំងគ្រប់គ្រាន់មានអន្តរទំនាក់ទំនងគ្រប់យ៉ាងជាមួយបណ្ដាបរទេសទាំងឡាយជាមិត្តរបស់កម្ពុជាដែលផ្ទុយស្រឡះពី20ឆ្នាំមុនដែលផ្ទុយស្រឡះពី30ឆ្នាំមុនកម្ពុជានៅពេលនេះមានខឿនរឹងមាំគ្រប់យ៉ាងទាំងអស់បាទមិនថាវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចកសិកម្មឧស្សាហកម្មឬយោធានោះទេគ្រប់គ្រាន់អាចតតាំងកំដរលេងបានបាទជាមួយនឹងភាគីថៃដែលកំពុងតែចង់បង្កើតនៅសត្រូវជាមួយនឹងកម្ពុជាដែលកំពុងតែចង់បង្កើតនៅចំនួនជាមួយនឹងកម្ពុជាក៏ប៉ុន្តែកម្ពុជាគឺចាស់ទុំជានិច្ចបាទព្យាយាមដោះស្រាយចំនួនដោយសន្តិវិធីហើយដោយម៉ាត់ឆាត់ខ្លាំងមែនទែនយើងឃើញហើយបាទទោះបីណាជាថៃឈ្លានពានកម្ពុជាមុនក្តីក៏កម្ពុជានៅតែរក្សាជំហរអត់ធ្មត់ដដែលតាមរយៈការដោះស្រាយទ្វេភាគីជាមួយនឹងភាគីថៃតាមរយៈការយកករណីវិវាទនេះទៅកាន់តុលាការទៅទៀតត្រង់ចំណុចនេះហើយបានជាយើងមើលឃើញច្បាស់ណាស់ថាកម្ពុជាមានប្រៀបទៅលើថៃគ្រប់យ៉ាងទាំងអស់សរុបជារួមមកបាទវិវាទរវាងកម្ពុជានិងថៃនាពេលនេះថៃខ្លួនឯងទេដែលជាអ្នកទទួលបន្ទុករ៉ាប់រងថៃខ្លួនឯងទេដែលជាអ្នកបង្កើតបញ្ហាឲ្យខ្លួនឯងមួយលើកជាពីរលើកមួយលើកជាពីរលើកជាដដែលបង្កើតបញ្ហាឲ្យខ្លួនឯងនៅក្នុងប្រទេសមិនអស់ចិត្តបង្កើតបញ្ហារ៉ាំរ៉ៃបាទជាមួយនឹងបណ្ដាប្រទេសផ្សេងដែលជាប់ព្រំដែនជាមួយនឹងខ្លួនទៅទៀតយើងដឹងហើយថាបាទថៃគឺមិនសូវមានទំនាក់ទំនងល្អទេជាមួយបណ្ដាប្រទេសដែលជាប់ព្រំដែនជាមួយខ្លួន
តែងតែមានចំនួនរ៉ាំរ៉ៃជានិច្ចការនេះហើយបានជាគេមើលឃើញថាការដែលព្យាយាមសាងសត្រូវបែបនេះថៃនឹងមិនអាចមានក្តីសុខឡើយនាពេលបច្ចុប្បន្ននិងអនាគតបើថៃនៅតែមានមហិច្ឆតាវាទីនិយមនៅតែមានមហិច្ឆតាបង្កចំនួននៅតាមបន្ទាត់ព្រំដែនបែបនេះទៅទៀតមួយវិញទៀតយើងឃើញហើយថាមួយរយៈនេះបើវឹកវរចលាចលខ្លាំងមែនទែនការមិនសុខចិត្តរបស់ប្រជាជនថៃទៅលើការបិទព្រំដែននេះគឺប៉ះពាល់ខ្លាំងមែនទែនដែលត្រូវតែមានការគិតគូរត្រូវតែមានការដោះស្រាយជាចាំបាច់ពីព្រោះប៉ះពាល់ប្រាក់ចំណូលរបស់ពួកគាត់ខ្លាំងមែនទែនបាទរាប់រយលានហើយការធ្វើបាតកម្មនៅថៃអំពើអសកម្មនានាសកម្មភាពអសកម្មនានានៅថៃនេះគឺកើតមានឡើងច្រើនមានការបន្ទុះនៅក្របបែកការផ្ទុះនៅក្របបែកបាទមានករណីគ្រោះរំជួយដីកើតមានឡើងមានបញ្ហាទឹកជំនន់ធ្ងន់ធ្ងរជាដើមថៃចាប់ផ្ដើមប្រឈមមុខវឹកវរខ្លាំងមែនទែននាពេលនេះប្រឈមមុខនៅក្នុងប្រទេសដោះស្រាយជាមួយនឹងបកប្រឆាំងផងត្រូវប្រឈមមុខជាមួយនឹងកម្ពុជាទៅទៀតវាច្បាស់ហើយថាថៃនឹងខាតបង់នៅពេលដែលប្រឈមមុខជាមួយនឹងកម្ពុជាទៅលើឆាកអន្តរជាតិបាទអរគុណច្រើនពុកម៉ែបងប្អូននេះគឺជាព្រឹត្តិការណ៍វិវត្តថ្មីសម្រាប់លោកអ្នកតាក់ទងទៅនឹងចំនួនរវាងកម្ពុជានិងថៃមានការប្រែប្រួលព័ត៌មានបែបណាខ្ញុំនឹងបន្តតាមដានខ្ញុំនឹងបន្តជម្រាបជូនលោកអ្នកលំអិតបាទសូមអរគុណ